baជំរាបសួរពុកម៉ែបងប្អូនខ្ញុំបាទបុគ្គលិកខាង Foreman ថ្ងៃនេះមានវត្តមានមកដល់ខាងតំបន់អូសោមនៃខេត្តពោធិ៍សាត់ហើយចការនេះជាការអ៊ំប្រុសដែលបានប្រើផលិតផល Foreman ហើយតំបន់អូសោមនេះជាតំបន់មួយដែលមានអាកាសធាតុពិបាកក្នុងការធ្វើដំណាំទុរេនដោយសារតែវាតែទៅជួបប្រទេសអាកាសធាតុត្រជាក់អាប់ច្រើនភ្លៀងក៏ច្រើនជាងតំបន់ផ្សេងដែរហើយចំពោះចការនេះផ្ទាល់យើងបានចុះមកហើយយើងបានអនុវត្តបច្ចេកទេសខាង Foreman តាំងពីដំណាក់កាលបើកភ្នែកការដំបូងហើយតំបន់នេះវាតែទៅជួបអាកាសធាតុជាពិសេសភ្លៀងគឺយើងពិបាកគ្រប់គ្រងហើយខាង Foreman យើងមានផលិតផលមួយចំនួនដែរដែលបានប្រើប្រាស់ហើយឃើញថាការបោះដំណាំទុរេនហ្នឹងគឺនៅកាន់បានល្អក្នុងវគ្គដំណាក់កាលការរីកប្រពុតញងចាស់នេះហើយផលិតផលដែលគាត់តែងតែប្រើសម្រាប់ដំណាក់កាលទាំងពីរនេះគឺត្រប់ពុនញងចាស់និងការបែកនេះគឺគាត់ប្រើផលិតផលសូជូ Super លំអងហើយនឹងចំនួនផ្លែផ្កាឃើញថាវត្តមានផ្ការបស់គាត់នៅលើដើមគឺនៅតែមានចំនួនច្រើនហើយមិនសូវជាជ្រុះច្រើនដូចចការមួយចំនួនដែលមិនបានប្រើប្រាស់ផលិតផលខាង Foreman យើងហើយផលិតផលរបស់យើងគឺសូជូយើងអាចគ្រប់គ្រងសម្ពាធទឹកនៅក្នុងដើមការស្រូបយកទឹកការចែកចាយទឹកនៅក្នុងកោសិកាខាងក្នុងរបស់ដំណាំបានអញ្ចឹងហើយបានជាដំណាំទុរេនដែលប្រើប្រាស់ផលិតផលរបស់យើងគឺមិនសូវជាជួបប្រទះហានិភ័យរឿងជ្រុះផ្កានិងជ្រុះក្តឹបជាពិសេសនៅក្នុងកំឡុងវគ្គការរីកនេះតែម្ដងពីចការនេះខាងខ្ញុំមកនេះគឺនៅថ្ងៃទី24ខែ3ឆ្នាំ2025កាលពីខ្ញុំមកពីមុនប្រហែលជាថ្ងៃ10ជាងហ្នឹងក៏សភាពផ្កាហ្នឹងគឺនៅកាន់ច្រើនដូចគ្នាកាលពីខ្ញុំមកមុនហ្នឹងគឺនៅវគ្គត្រប់ពុតញងចាស់ទេតែឥឡូវគឺដល់ផ្កាបែកហើយវត្តមានផ្កាលើដើមគឺដូចគ្នានៅនឹងវគ្គដែលខ្ញុំមកពីមុនហ្នឹងមានន័យថាមានចំនួននៅតែច្រើននៅលើដើមដដែលអានេះគឺយើងនឹងតាមដានរហូតដល់ពេលប្រមូលផលអញ្ចឹងចាំមើលរយៈពេល4ខែទៀតតើផ្លែនៅលើដើមរបស់យើងហ្នឹងមានចំនួនប្រមាណដែរហើយអាចទទួលយកបានឬអត់ហើយចំពោះវគ្គត្រប់ពុតញងចាស់វគ្គផ្កាបែកនិងវគ្គទុយជិះទាំងអស់នេះបើសិនក្នុងករណីយើងជួបមានភ្លៀងកក់ខែច្រើនអញ្ចឹងអ្វីដែលជាចាំបាច់បំផុតនេះគឺយើងត្រូវបន្ថែមពួក Super Tonic មួយទៀតដើម្បីធ្វើដំណាំរបស់យើងហ្នឹងវាអាចស្រូបយកបានទោះបីជាក្នុងលក្ខខណ្ឌដែលមេឃមិនបើកថ្ងៃក៏ដោយវាអាប់អ៊ូវាគ្មានពន្លឺទឹកច្រើនហ្នឹងយើងបន្ថែមទៅដើម្បីឲ្យទុរេនរបស់យើងហ្នឹងគឺកាត់បន្ថយការជ្រុះបានរហូតដល់សឹងតែ 90%